បាទជំរាបសួរប្រិយមិត្តស្វាគមន៍មកកាន់វីដេអូថ្មីមកខ្ញុំថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីពាក់ព័ន្ធទៅនឹងរឿងគ្រួសារមួយតែគាត់ការយូរហើយមានកូនហើយគាត់សម្រេចចិត្តចូលជ្រោះជាមួយនឹងបងថ្លៃប្រុសរបស់គាត់អញ្ចឹងនៅពេលដែលបងប្អូនស្ដាប់ហើយរឿងនេះហើយសូមកុំអានតន់វិនិច្ឆ័យថាវាខាងណាខុសខាងណាត្រូវពីព្រោះសាច់រឿងដែលខ្ញុំលើកឡើងមកនេះគឺចែករំលែកក្នុងគោលបំណងទុកជាមេរៀនក៏ដូចជាបទពិសោធន៍ហើយក៏ដូចជាដំណោះស្រាយមួយចំនួនដើម្បីយើងដោះស្រាយនៅក្នុងសាច់រឿងនេះប្រសិនបើថ្ងៃខាងមុខបងប្អូនមានជួបនៅរឿងរ៉ាវបែបនេះតើបងប្អូនគួរដោះស្រាយបែបណាបាទបងប្រុសម្នាក់គាត់បានផ្ញើសាច់រឿងនេះមកជូនខ្ញុំហើយគាត់បាននិយាយអំពីដំណើរដើមតងមួយចំនួនហើយខ្ញុំសូមសង្ខេបសាច់រឿងរបស់គាត់ហើយអាចមានបញ្ចូលនៅរឿងអប់រំមួយចំនួនចែកជូនបងប្អូនទុកជាការស្ដាប់កម្សាន្តសាច់រឿងនេះគឺបងប្រុសបានរៀបរាប់ថាក្នុងគ្រួសារមួយហ្នឹងគឺមានអ៊ំប្រុសម្នាក់គាត់មានកូនប្រុសចំនួន2នាក់បាទហើយកូនប្រុសច្បងរបស់គាត់ហ្នឹងបច្ចុប្បន្ននេះមានវ័យប្រហែលជា45ឆ្នាំហើយកូនប្អូនរបស់គាត់វ័យចូល40ឆ្នាំហើយនៅក្នុងគ្រួសារមួយហ្នឹងគឺកំឡុងឆ្នាំ2010មានថាកូនប្រុសច្បងរបស់លោកអ៊ំហ្នឹងគឺបានរៀបការមានប្រពន្ធមានកូនមានអីហ្នឹងបាទហើយក្រោយមកទៀតកំឡុងឆ្នាំ2015មានថាកូនប្រុសទី2របស់លោកអ៊ំហ្នឹងក៏បានមានប្រពន្ធមានអីរៀបចំទុកដាក់ទៅតាមប្រពៃណីទៅតាមទំនៀមទម្លាប់ទៅបាទប៉ុន្តែកូនប្រុសទី2របស់លោកអ៊ំហ្នឹងគឺរៀបការហើយអត់មានកូនទេបាទមានតែគាត់រៀបការឆ្នាំ2015ហើយដល់ឆ្នាំ2020អីហ្នឹងក៏អត់ទាន់មានកូនដែរមានថារៀបការរស់នៅជាមួយគ្នាជាធម្មតាមិនមានការពន្យាកំណត់មិនមានអីទេហើយក៏មិនមានការរស់នៅបែកគ្នាដែរបាទគឺរស់នៅជួបជុំគ្នាប៉ុន្តែការយូរហើយ5ឆ្នាំហើយនៅតែអត់មានកូនទេបាទអញ្ចឹងនៅឆ្នាំ2017មានថាកូនប្រុសទី2របស់លោកអ៊ំហ្នឹងគាត់បានរៀនភាសាកូរ៉េហើយគាត់គិតថាបើគាត់ទៅកូរ៉េទៅវាអាចមានសល់លុយសល់កាក់មួយចំនួនដើម្បីធ្វើផ្ទះឬក៏ដើម្បីមានលុយមានកាក់ហ្នឹងទុកហៅថាបង្កើតមុខរបររកស៊ីនៅពេលដែលគាត់ចប់ការងារពីពលករនៅប្រទេសកូរ៉េហ្នឹងបាទអញ្ចឹងនៅឆ្នាំ2017ហ្នឹងគឺអូនប្រុសដែលជាកូនទី2របស់លោកអ៊ំហ្នឹងគាត់បានរៀនភាសាកូរ៉េនៅក្នុងខេត្តមួយហ្នឹងនៅពេលដែលគាត់រៀនចប់គាត់ក៏បានដាក់ពាក្យប្រឡងទៅតាមបែបបទនីតិវិធីរបស់ខាងក្រសួងការងារគេហ្នឹងអញ្ចឹងនៅពេលដែលគាត់ដាក់ពាក្យប្រឡងគឺជាប់មែនបាទជាប់តែសរសេរជាប់តែហ្នឹងហើយក៏បានឆែកសុខភាពឆែកអីរៀបចំលិខិតពាក់ព័ន្ធនឹងប៉ាសពតឯកសារបែបបទផ្លូវច្បាប់ហ្នឹងចេញទៅធ្វើការនៅប្រទេសកូរ៉េហ្នឹងគឺបានដោយបំណងប៉ុន្តែមុននឹងបងប្រុសនឹងគាត់ចេញទៅធ្វើការនៅប្រទេសកូរ៉េគាត់បានពិភាក្សាជាមួយនឹងឪពុកម្ដាយរបស់គាត់ក៏ដូចជាបងប្រុសបង្កើតរបស់គាត់ហ្នឹងគាត់បានផ្ដាំផ្ញើទៅឪពុកម្ដាយក៏ដូចជាបងប្រុសបង្កើតថានៅពេលដែលខ្ញុំទៅធ្វើការឆ្ងាយកន្លះឆ្នាំឬក៏1ឆ្នាំហើយខ្ញុំបានលេខការដងអញ្ចឹងសូមពុកម៉ែក៏ដូចជាបងប្រុសហ្នឹងជួយមើលប្រពន្ធខ្ញុំផងគ្រាន់ថ្ងៃណាមួយគាត់មានជំងឺឈឺស្កាត់សុខភាពមិនល្អអីហ្នឹងបាទជួយមើលគាត់ផងហ្នឹងដោយសារតែគាត់ទៅធ្វើការឆ្ងាយអញ្ចឹងគាត់មិនអាច
មកមើលថែប្រពន្ធគាត់ដូចតែគាត់ធ្វើការនៅចិត្តទេបាទចឹងនៅពេលដែលប្អូនប្រុសនឹងផ្ដាំផ្ញើសពបែបសពយ៉ាងទៅដល់ឪពុកម្ដាយបងប្រុសគាត់ហើយគាត់ក៏បានចាត់ចេញទៅធ្វើការនៅប្រទេសកូរ៉េទៅចឹងនៅពេលដែលគាត់ទៅធ្វើការនៅប្រទេសកូរ៉េហ្នឹងគាត់តែងតែខលមកប្រពន្ធរបស់គាត់ជារៀងរាល់យប់បាទទៅម៉ោង8ម៉ោង9នេះគឺគាត់តែខលមកសួរសុខទុក្ខប្រពន្ធរបស់គាត់ក៏ដូចជាសួរសុខទុក្ខឪពុកម្ដាយឬក៏បងប្អូនរបស់គាត់ហ្នឹងអញ្ចឹងសូមបញ្ជាក់ថាផ្ទះរបស់អូនប្រុសគឺគាត់នៅជាមួយឪពុកម្ដាយរបស់គាត់ទេហើយបងប្រុសបង្កើតគឺ នៅមានដីមានផ្ទះនៅភូមិជាប់គ្នានឹងឯងបាទអញ្ចឹងពីមួយខែទៅមួយខែហ្នឹងបងប្រុសគាត់តែងតែខលសួរសុខទុក្ខប្រពន្ធជារឿយបាទហើយបានផ្ញើលុយផ្ញើកាក់ដើម្បីឲ្យប្រពន្ធហ្នឹងគាត់ធ្វើការសែនសង់ដើម្បីទុកដាក់នៅពេលគាត់ត្រឡប់មកវិញហ្នឹងគឺអាចមានសល់លុយសល់កាក់ដើម្បីបង្កើតរបរថ្មីបង្កើតចំណូលសម្រាប់ក្រុមគ្រួសារគាត់ចឹងទៅងាកមកប្រពន្ធរបស់អូនប្រុសម្នាក់នេះវិញមានន័យថាគាត់ចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយនឹងប្តីរបស់គាត់7ឆ្នាំហើយអត់មានកូនហើយតាក់ទងទៅនឹងប្តីគាត់តែធ្វើការឆ្ងាយទៀតអញ្ចឹងធ្វើឲ្យទីមួយសម្ដីចេញពីអ្នកភូមិគាត់តែងតែនិយាយពាក្យលែបខាយថាអាការយូរហើយអត់មានកូនមានចៅអញ្ចឹងបានអីស្នងតកោទៅថ្ងៃខាងមុខហើយណាមួយទៀតប្តីឲ្យទៅប្រទេសកូរ៉េអញ្ចឹងចំគេអាចមើលឃើញអ្នកថ្មីនៅប្រទេសកូរ៉េក៏គេអាចបែកឆ្វេងបែកស្ដាំអីក៏ថាបានដែរមិនថាអ្នកភូមិគាត់តែនិយាយចំអកឡកលើយបែបនេះមកកាន់បងស្រីតែធ្វើឲ្យអូនស្រីគឺធម្មតាបងប្អូនទៅពេលដែលគេនិយាយបែបហ្នឹងចង់វាតែងតែប៉ះនៅសតិអារម្មណ៍ហើយតែចំពោះបងស្រីវិញគឺគាត់មានកូនចិត្តមួយថាបើទោះបីជាគាត់មិនមានកូនមិនមានអីហ្នឹងក៏គាត់នៅតែទទួលយកនៅតែរួមរស់ជាមួយនឹងប្តីរបស់គាត់ដែរលើកលែងតែប្តីរបស់គាត់ហ្នឹងគឺក្បត់គាត់ទៅមានស្រីផ្សេងឬក៏មានអីយ៉ាងទៅហ្នឹងអ្វីដែលគាត់បានដាក់ចិត្តដាក់កាយកំណត់ខ្លួនឯងបែបនេះបាទអញ្ចឹងងាកមកបងថ្លៃប្រុសរបស់ប្រពន្ធគាត់នេះនិយាយថាបាទនិយាយថាអូនស្រីគឺគាត់មានបងថ្លៃប្រុសមួយហ្នឹងដែលទៅជាបងបង្កើតរបស់ប្តីរបស់ខ្លួនឯងគាត់តែងតែមកនិយាយប្រុសប្រានិយាយលេងអីណាបាទនិយាយថាធម្មតាពេលបងអូនប្រុសធ្វើការនៅប្រទេសកូរ៉េគឺបងអូនថ្លៃស្រីគឺគ្នាតែងតែអបសពហើយឪពុកម្ដាយអីហ្នឹងគឺគាត់ចាស់ហើយអញ្ចឹងគាត់តែងតែដើរបុណ្យដើរអីគេក្នុងភូមិឬក៏គាត់តែងតែទៅវត្តទៅវាហ្នឹងអញ្ចឹងជារៀងរាល់យប់ហ្នឹងមានថាបងប្រុសបងថ្លៃប្រុសឬក៏បងថ្លៃស្រីតែងតែនឹងមកនិយាយលេងជាមួយគាត់ពីនេះពីនោះអញ្ចឹងណាបាទប៉ុន្តែបងថ្លៃស្រីគឺមិនសូវជាមកនិយាយលេងជាមួយនឹងអូនថ្លៃស្រីហ្នឹងបានទេពីច្រើនច្រើនតែបងថ្លៃប្រុសបាទចឹងបងថ្លៃប្រុសហ្នឹងគាត់នៅពេលវិញគាត់និយាយជាមួយនឹងបងអូនថ្លៃស្រីហ្នឹងថាបងឯងគិតមិនរៀបការយូរហើយអត់មានកូនមានអីចឹងណាហើយប្តីអីមិនទៅនៅឆ្ងាយនៅអីអញ្ចឹងបងឯងគិតនឹករលឹកគាត់យ៉ាងម៉េចអីយ៉ាងម៉េចដែរពេលហ្នឹងបងថ្លៃស្រីនេះគាត់ក៏បាននិយាយថាបងមិនដឹងធ្វើម៉េចទេរឿងមានកូនមានចៅនេះខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរហើយណាមួយខ្ញុំដូចជាឃើញគ្រួសារបងឯងចំណែនគ្រួសារបងឯងមានកូនដល់13នាក់បាទចំណែកប្តីខ្ញុំជាបងប្អូនសត្វបង្កើតមួយបងឯងដែរតែរៀបការហើយគឺអត់មានកូនបាទពេលហ្នឹង
បងថ្លៃប្រុសគាត់ក៏បាននិយាយថាខ្លួនឯងសាកទៅពិនិត្យសុខភាពមើលតើវាមានបញ្ហាមកពីខាងប្អូនឬក៏មកពីខាងប្អូនបង្កើតរបស់បងបាទគាត់បានណែនាំចឹងដែរប៉ុន្តែប្អូនថ្លៃស្រីនោះគាត់ថាគាត់អត់ចង់ទៅពិនិត្យទេដោយសារណាមួយបើទៅពិនិត្យតើទៅពិនិត្យទាំងពីរបើដឹងថាខ្ញុំមានបញ្ហាក៏អត់អាចដោះស្រាយបានដែរអញ្ចឹងបាទមកមានថាប្អូនថ្លៃស្រីគឺគាត់និយាយបែបហ្នឹងបាទអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃបងថ្លៃប្រុសហ្នឹងតែមកនិយាយពាក្យលើកចិត្តនិយាយពាក្យផ្អែមល្ហែមនិយាយពាក្យអីទៅកាន់ប្អូនថ្លៃស្រីហ្នឹងប៉ុន្តែក្នុងសាច់រឿងហ្នឹងសម្រាប់បងប្រុសម្នាក់ដែលគាត់ចែករំលែកនេះយើងក៏មិនដឹងថាតើគាត់និយាយអ្វីខ្លះជាមួយគ្នាដែរគាត់តែគាត់បាននិយាយថាបងថ្លៃប្រុសគឺគាត់តែងតែយកចិត្តទុកដាក់ជាមួយនឹងបងថ្លៃស្រីបាទអញ្ចឹងម្លងបានប្រហែលជាមួយឆ្នាំបាទមួយឆ្នាំគឺមានថាប្តីរបស់អូនស្រីហ្នឹងគាត់បានសុំច្បាប់ពីខាងកូរ៉េហ្នឹងបានរយៈពេល1ខែដើម្បីមកលេងស្រុកដើម្បីលេងផ្ទះសម្បែងរបស់គាត់ហ្នឹងអញ្ចឹងនៅពេលដែលគាត់មកលេងផ្ទះមកលេងអីហ្នឹងគឺគាត់ហៅថាបានទិញសម្លៀកបំពាក់របស់របរប្រើប្រាស់ពីប្រទេសកូរ៉េមួយចំនួនញ៉ាប្រពន្ធញ៉ាបងប្រុសបង្កើតញ៉ាឪពុកញ៉ាម្ដាយផ្ញើក្មួយអីហ្នឹងបាទចឹងគាត់មានពេលជាមួយប្រពន្ធបានមួយខែចឹងពេលដែលគាត់មកពីប្រទេសកូរ៉េហ្នឹងគឺគាត់បានជួលឡានជួលអីនាំប្រពន្ធកូនសំទោសនាំបងប្អូននាំឪពុកម្ដាយគឺដើរលេងដើម្បីជួបជុំគ្រួសារហើយនៅពេលដែលគាត់មកជួបប្រពន្ធហ្នឹងគឺគាត់ថាដោយសារគាត់រស់នៅប្រទេសកូរ៉េប្រហែលជាមួយឆ្នាំអញ្ចឹងប្រទេសកូរ៉េធម្មតាវាអាកាសធាតុអីវាមិនដូចនៅស្រុកខ្មែរយើងទេបាទអញ្ចឹងពេលគាត់ទៅបានមួយឆ្នាំគាត់ស៊ាំជាមួយនឹងអាកាសធាតុនៅតំបន់នោះប្រទេសគេនោះអញ្ចឹងនៅពេលដែលគាត់មកលេងស្រុកវាចំរដូវក្តៅហើយពេលនោះគឺធ្វើឲ្យសុខភាពគាត់មានបញ្ហាឧស្សាហ៍ឈឺឧស្សាហ៍អីចឹងណាបាទហើយគាត់ថាគាត់បានរួមដំណេកជាមួយប្រពន្ធប្រហែលជាបានតែម្ដងឬក៏ពីរដងដែលគាត់មិនចាំទេបាទចឹងចប់ពីគាត់ដាក់ច្បាប់នឹងបានមួយខែប្អូនប្រុសគាត់ក៏បានលាបងលាឪពុកម្ដាយលាប្រពន្ធទៅធ្វើការនៅប្រទេសកូរ៉េហ្នឹងបន្តទៀតបាទអញ្ចឹងនៅពេលដែលគាត់ត្រឡប់ទៅធ្វើការនៅប្រទេសកូរ៉េនឹងបានប្រហែលជា2ខែស្រាប់តែប្រពន្ធរបស់គាត់នោះបានខលប្រាប់គាត់ថាគឺគាត់មានផ្ទៃពោះហើយបាទពេលហ្នឹងបងប្អូនធម្មតាទេអារម្មណ៍ទាំងប្រពន្ធទាំងប្តីគឺមានអារម្មណ៍សប្បាយចិត្តបាទពីព្រោះខ្លួនការមកជាមួយគ្នា7ឆ្នាំទៅ8ឆ្នាំហើយអត់មានកូននៅពេលមានកូនអ្នកណាដែលថាមិនសប្បាយចិត្តបាទអញ្ចឹងទាំងគេទាំងខ្ញុំគឺតែសប្បាយចិត្តដូចគ្នាហ្នឹងប៉ុន្តែអូនប្រុសនោះគឺគាត់នឹកផ្លែកក្នុងចិត្តថាគាត់ទៅលេងស្រុកហ្នឹងគឺប្រហែលមួយខែមែនប៉ុន្តែការគេងនៅជាមួយប្រពន្ធប្រហែលជា2ដងទេប៉ុន្តែហេតុអីបានជាចៃដន្យមានផ្ទៃពោះមានកូនអីចឹងបាទអញ្ចឹងដល់ពេលហ្នឹងគឺគាត់មានអារម្មណ៍ក្នុងចិត្តហ្នឹងគឺមានការគិតបែបហ្នឹងប៉ុន្តែគិតមួយទៀតគាត់គិតបែបឃើញអ្នកភូមិអ្នកសក់អ្នកភូមិពីការហើយអ្នកខ្លះ10ឆ្នាំអ្នកខ្លះ5-10ឆ្នាំមិនគេមានកូនហើយអ្នកខ្លះទៀតប្តីមិនធ្វើការងារឆ្ងាយយ៉ាងដែរទៅតែម្ដង2ដងគឺមានកូនអញ្ចឹងគាត់គិតថាហ្នឹងវាជារឿងចៃដន្យហើយវាជារឿងវាសនាដែលគាត់ត្រូវមានកូនអញ្ចឹងណាបាទអញ្ចឹងគាត់ធ្វើឲ្យក្នុងចិត្តគាត់ហ្នឹងគឺ
រសាយទៅរសាយខាងចិត្តបាទអញ្ចឹងមានថាគាត់ធ្វើការនៅប្រទេសកូរ៉េហ្នឹងបាន1ឆ្នាំកន្លះបាទ1ឆ្នាំកន្លះប្រពន្ធរបស់គាត់ហ្នឹងក៏មានចំនួន7 ខែទៅ8 ខែហើយអញ្ចឹងទៅសល់តែ1 ខែឬក៏1 ខែខ្លះទៀតហ្នឹងប្រពន្ធរបស់គាត់ហ្នឹងឆ្លងទន្លេបាទឆ្លងទន្លេអញ្ចឹងខ្ញុំសូមបកក្រោយបន្តិចនៅពេលដែលគាត់ធ្វើការនៅប្រទេសកូរ៉េនេះមានថាគាត់សំបុញសំកាច់បានច្រើនគួរសមដែរហើយគាត់សល់គួរសមដោយសារប្រពន្ធរបស់គាត់តែមាត់មួយហើយរស់នៅជាមួយតែឪពុកម្ដាយទៀតអញ្ចឹងការចាយពេលអីហ្នឹងគឺមិនជាចប់ប្រហែលទេអញ្ចឹងគាត់ក៏បានផ្ញើលុយផ្ញើកាក់ធ្វើបន្ទប់មួយហៅថាបន្ទប់ថ្មឯបាទនិយាយថា5 គុណ 6 ម៉ែត្រចឹងទៅហើយគាត់បានឲ្យលុយឲ្យកាន់គឺធ្វើរបងផ្ទះធ្វើរបងអីហ្នឹងហើយមានប្រកបនៅកាមេរ៉ាសុវត្ថិភាពមួយចំនួនដែរអញ្ចឹងណាបាទដើម្បីរក្សានៅសុវត្ថិភាពផ្ទះសម្បែងរបស់គាត់បាទអញ្ចឹងនៅពេលដែលប្រពន្ធនឹងសល់ប្រហែលជាកន្លះខែទៀតគេថាចូលដល់9 ខែហើយគាត់ក៏បានសុំច្បាប់ថៅកែហ្នឹងរយៈពេល2 ខែដើម្បីមកមើលប្រពន្ធឆ្លងទន្លេផងហើយនឹងមើលថែប្រពន្ធដែលមានកូនខ្ចីផងអញ្ចឹងនៅពេលដែលគាត់វិលមកផ្ទះតាមការដែលគាត់សុំច្បាប់បាទនៅពេលនោះគឺនិយាយថាដល់ពេលដែលប្រពន្ធគាត់គ្រប់ខែឆ្លងទន្លេគឺគាត់ទទួលបានកូនស្រីមួយបាទអញ្ចឹងពេលនោះគឺប្រពន្ធរបស់គាត់ហ្នឹងមកកើតបានកូនស្រីមួយបាទហើយកូនស្រីហ្នឹងគឺមើលទៅមុខមាត់មិនជាឆ្ងាយពីប្អូនប្រុសទេមុខមាត់លំទេហ្នឹងឯងបាទអញ្ចឹងគាត់ក៏សប្បាយចិត្តត្រេកអរណាស់បាទគាត់គិតថាគាត់មានកូនស្រីមួយសម្រាប់ការបន្តពូជពង្សវង្សតកូលរបស់គាត់ទី2គាត់គិតថាសម្ដីអ្នកងាយពីអ្នកចិត្តខាងពីអីហ្នឹងគឺនឹងត្រូវបានបញ្ចប់បាទគេលែងនឹងទីគេលែងមាក់ងាយមកគាត់ទៀតណាបាទគាត់គិតបែបហ្នឹងអញ្ចឹងនៅពេលដែលគាត់កូនស្រីគាត់នឹងបានរយៈពេលហើយ1 ខែគាត់ក៏បានទេទៅថៅកែរបស់គាត់សុំពជាពេលសុំច្បាប់រយៈពេល1 ខែទៀតដោយសារតែកូនប្រពន្ធរបស់គាត់ហ្នឹងគឺសរសៃខ្ចីហើយកូនគាត់ទៅបានតែ1 ខែអញ្ចឹងគាត់នៅឡោះឡៃនៅស្រឡាញ់កូនពេលនោះថៅកែគេនៅប្រទេសកូរ៉េក៏គេគិតថាការងារនៅរដូវហ្នឹងអត់សូវសម្បូរដែរអញ្ចឹងក៏គេអនុញ្ញាតឲ្យបងប្រុសហ្នឹងមានរយៈពេល1 ខែទៀតទៅច្បាប់រយៈពេល1 ខែទៀតនៅថ្ងៃមួយបងប្អូនគួរតែចាប់អារម្មណ៍ដែរគឺហេតុការណ៍មួយគឺបានផ្ទុះឡើងគឺគាត់ដឹងថាប្រពន្ធរបស់គាត់មានផ្ទៃពោះមិនមែនជាកូនរបស់គាត់ទេបែរជាកូនរបស់បងប្រុសរបស់គាត់ទៅវិញចុងមូលហេតុដែលគាត់ដឹងគឺនៅថ្ងៃមួយនោះមានថាកាមេរ៉ាសុវត្ថិភាពហ្នឹងវាខូចពេលនោះគាត់ក៏បានហៅជាងហៅអីហ្នឹងមកមើលមកពិនិត្យកាមេរ៉ាហ្នឹងប៉ុន្តែចៃដន្យថ្ងៃហ្នឹងគឺគាត់ក៏បានចូលទៅ check នៅក្នុងកាមេរ៉ាសុវត្ថិភាពដែលមានបញ្ហាហ្នឹងប៉ុន្តែនៅក្នុងคลิปមួយនោះគឺវាអត់បង្ហាញរូបភាពទេប៉ុន្តែវាឮតែសំឡេងសំឡេងនេះគឺសំឡេងការសន្ទនាប្រពន្ធរបស់គាត់ហើយនឹងបងប្រុសរបស់គាត់ពេលហ្នឹងគឺគាត់ឮសំឡេងប្រពន្ធរបស់គាត់ហ្នឹងនិយាយទៅកាន់បងប្រុសរបស់គាត់ថាបងឥឡូវខ្ញុំមានកូនជាមួយបងឯងហើយប្តីខ្ញុំអត់ដឹងរឿងទេហើយគិតថាកូននេះជាកូនរបស់គាត់ចុះបើប្តីខ្ញុំដឹងតើយើងគួរដោះស្រាយយ៉ាងម៉េចពេលនោះបង
ប្រុសបង្កើតរបស់ប្អូនប្រុសហ្នឹងគាត់បាននិយាយទៅកាន់ប្រពន្ធប្អូនប្រុសថាចេះឥឡូវអូនឯងជួយលាក់សិនទៅពីព្រោះធ្វើយ៉ាងម៉េចគឺបងជួយឲ្យអូនឯងគឺមានកូនមានបន្តពូជពងវងតកូលអញ្ចឹងណាបាទអញ្ចឹងពួកគាត់ក៏បានលាក់គ្នាទាំងជួយលាក់គ្នាអញ្ចឹងនៅពេលដែលប្អូនប្រុសម្នាក់តែជាប្តីហ្នឹងលើបែបនេះគាត់មានអារម្មណ៍បែបហៅថាធីងថងគឺនិយាយអ្វីថ្លៃមិនបានពីព្រោះទីមួយគាត់ជឿជាក់គាត់ទុកចិត្តទៅលើប្រពន្ធរបស់គាត់ថាមិនហ៊ានប្រព្រឹត្តនៅទង្វើផាត់ប្រវត្តិបែបហ្នឹងទេទី1ទី2គាត់ក៏មិនស្មានថាអ្នកដែលក្បត់ជាមួយប្រពន្ធរបស់គាត់គឺជាបងប្រុសបង្កើតរបស់គាត់ដែរអញ្ចឹងពេលហ្នឹងគឺធ្វើឲ្យគាត់វិលវល់អស់ហើយប៉ុន្តែគាត់ព្យាយាមតាំងសតិព្យាយាមតាំងអារម្មណ៍ហើយនៅពេលដែលប្រពន្ធរបស់គាត់នឹងរៀងរឹងដៃរឹងជើងវាថាបាន2ខែបាន2ខែនៅយប់មួយហ្នឹងគាត់ប្អូនប្រុសហ្នឹងគាត់ក៏បានហៅបងប្រុសបង្កើតរបស់គាត់បងថ្លៃស្រីរបស់គាត់ប្រពន្ធរបស់គាត់ហើយនឹងឪពុកម្ដាយរបស់គាត់មកនិយាយគ្នាហើយគាត់បានបង្ហាញផុសតាងខ្សែអាប់សម្លេងដែលប្រពន្ធរបស់គាត់ប្រស័យតាក់ទងនិយាយគ្នាជាមួយនឹងបងប្រុសរបស់គាត់ពេលដែលគាត់បង្ហាញផុសតាងបែបនេះប្រពន្ធរបស់គាត់ក៏បានលើកជង្គង់អង្វរគាត់សុំទោសគាត់ថាប្រពន្ធខុសហើយហេតុតែប្រពន្ធចង់បានកូនពេកប្រពន្ធក៏បានជ្រោះជាមួយនឹងបងថ្លៃខ្លួនឯងរហូតដល់មានផ្ទៃពោះអញ្ចឹងទាំងបងថ្លៃស្រីរបស់គាត់ទាំងបងបង្កើតរបស់អូនប្រុសនៅពេលហ្នឹងគឺសម្រាប់បងប្រុសគាត់ក៏គាត់បានសុំទោសអូនប្រុសដូចគ្នាបាទហើយនៅពេលហ្នឹងឪពុកម្ដាយរបស់គាត់ដែលជាអញ្ញាកណ្ដាលហ្នឹងគាត់ថាឥឡូវកូនទាំងកូនប្រសាទាំងកូនបង្កើតទាំងសងខាងហ្នឹងគិតយ៉ាងម៉េចដោះស្រាយយ៉ាងម៉េចបាទពេលហ្នឹងសម្រាប់អូនប្រុសគាត់ថាគាត់មិនអាចទទួលយកបានទេឲ្យគាត់ចង់ទៅរស់នៅស្រុកឆ្ងាយកុំឲ្យអ្នកមិត្តញាតិមិត្តជិតខាងគាត់វាថ្វះបាទហើយសម្រាប់បងថ្លៃស្រីដែលជាខាងប្រពន្ធរបស់បងប្រុសបង្កើតហ្នឹងគាត់ក៏បាននិយាយថាគាត់ក៏មិនចង់បែកបាក់ក្រុមគ្រួសារកុំឲ្យកូនចៅគាត់មានការកំព្រាពុកព្រាមដៃពេលនោះបងថ្លៃស្រីដែលត្រូវជាប្រពន្ធរបស់បងប្រុសបង្កើតរបស់គាត់ក៏បានអធិស្ឋានឲ្យប្តីគាត់ដែរព្រោះគាត់ប្តីរបស់គាត់ក៏មិនដែលទៅខូចខលអីជាមួយអានក្រៅដែរអញ្ចឹងនៅពេលហ្នឹងឪពុកម្ដាយហ្នឹងគាត់ក៏បានសម្របសម្រួលថាឥឡូវកូនឯងកុំទៅនៅណាឆ្ងាយអីពីព្រោះផ្ទះសម្បែងយើងក៏មានបាទហើយកូនឯងតែធ្វើការងារនៅឆ្ងាយហ្នឹងតបសម្បត្តិអីហ្នឹងក៏យើងបានសល់សំល្មមដែរឥឡូវកូនឯងអាចអនុគ្រោះឲ្យប្រពន្ធបានដែរអត់បាទពេលនោះអូនប្រុសគាត់បានប្រាប់ថាឥឡូវគាត់អនុគ្រោះបានប៉ុន្តែត្រូវមានលក្ខខណ្ឌទី1គឺសូមឲ្យបងប្រុសបង្កើតរបស់គាត់ហើយនឹងប្រពន្ធរបស់គាត់ឈប់តាក់ទងគ្នាឈប់មានស្នេហាជាមួយគ្នាបែបបន្តទៀតពេលនោះគឺទាំងបងប្រុសបង្កើតទាំងប្រពន្ធរបស់គាត់គឺសន្យាប្រាជ្ញាថាគាត់មិនប្រព្រឹត្តទង្វើបែបហ្នឹងបន្តទៀតទេបាទអញ្ចឹងនៅពេលដែលបានសន្យាដោះស្រាយគ្នាសន្តិភាពបែបនេះហើយគឺដល់ខែដល់ពេលដែលអូនប្រុសគាត់ទៅធ្វើការងារនៅប្រទេសកូរ៉េហ្នឹងវិញអញ្ចឹងវាថាពេលគាត់ទៅធ្វើការនៅប្រទេសកូរ៉េហ្នឹងទៅវាថាបានរយៈពេល3ឆ្នាំដែលត្រូវចប់ណាគាត់ក៏បានវិលមកស្រុកជួបជុំប្រពន្ធហើយនឹងកូនរបស់គាត់មកវិញមកបាទអញ្ចឹងនៅពេលហ្នឹងគឺនៅពេលដែលគាត់មានលុយមានកាក់ហើយគាត់
ក៏បានសម្រេចចិត្តភាសាមួយប្រពន្ធហ្នឹងថាគាត់ចង់មានកូនពេលហ្នឹងគឺអូនប្រុសហើយនឹងប្រពន្ធរបស់គាត់បានទៅពិភាក្សាជាមួយនឹងពេទ្យជំនាញបាទពេលហ្នឹងគឺគ្រូពេទ្យគាត់បានពិនិត្យទៅថាអូនប្រុសហើយនិងប្អូនស្រីគឺមានបញ្ហាធ្ងន់ធ្ងរដូច្នេះត្រូវជ្រើសរើសជំរើសមួយគឺបកមេជីវិតសម្បត្តិនិមិត្តមានថាយកមេជីវិតទាំងសងខាងលោកកាគ្នាហើយដាក់បញ្ចូលទៅក្នុងស្បូនរបស់ប្រពន្ធរបស់អូនប្រុសបាទពេលនេះគឺគាត់បានជោគជ័យហើយគាត់ចំណាយថវិកាច្រើនគួរសមណាស់បងប្អូនប្រហែលជាខ្ទង់$70000ប៉ុន្តែគាត់ថាអត់ស្ដាយទេព្រោះគាត់ចង់មានកូនចង់មានអីបន្តពូជពងហើយចង់បានកូនដែលកើតចេញអំពីសាច់ឈាមរបស់គាត់អញ្ចឹងពេលនោះគាត់ក៏បានសម្រេចចិត្តយកកូនទី2ហ្នឹងបានដោយបំណងបាទហើយពេលនោះគឺគាត់សប្បាយចិត្តខ្លាំងហើយបាទទាំងប្រពន្ធទាំងខ្លួនគាត់ជាប្តីគឺសប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងចាប់ពីពេលនោះទៅគឺគាត់ក៏បានបន្តហៅថាមានកូនមានចៅហើយកសាងគ្រួសារមួយពេញលេញពីគេនេះឯងហើយរស់នៅក្នុងភូមិស្រុកគឺលែងមានការពាក្យនិន្ទាហើយគាត់រស់នៅប្រកបដោយសុភមង្គលគ្រួសារគាត់គឺបង្កើតមុខបរថ្មីចម្រុងចម្រើនរហូតមកដល់បច្ចុប្បន្ននេះអញ្ចឹងសាច់រឿងនេះខ្ញុំសូមសង្ខេបត្រឹមប៉ុណ្ណេះសម្រាប់បងប្អូនដែលស្ដាប់វីដេអូខ្ញុំហើយមានមតិយោបល់យ៉ាងម៉េចសូមជួយកែលម្អហើយក្នុងវីដេអូនេះសង្ឃឹមថាបងប្អូនទទួលបាននូវមេរៀនជីវិតហើយចំណុចណាដែលល្អសូមបងប្អូនទទួលយកសម្រាប់ដោះស្រាយក្នុងជីវិតគ្រួសារហើយចំណុចណាមិនល្អសូមបងប្អូនបោះចោលទៅសម្រាប់មតិយោបល់របស់ខ្ញុំជូនជាមតិយោបល់មួយចំនួនហើយខ្ញុំសូមបញ្ជាក់ដែរថាខ្ញុំមិនមែនជាគ្រូពេទ្យឯកទេសពេទ្យអីទេប៉ុន្តែខ្ញុំចែករំលែកអ្វីដែលខ្ញុំបានដឹងតាមរយៈខ្ញុំស្រាវជ្រាវក៏ដូចជាខ្ញុំយល់ដឹងអំពីផ្នែកបញ្ហានៃការអត់មានកូនអញ្ចឹងបញ្ហានៃការអត់មានកូននេះគឺមានកត្តាពីរយ៉ាងកត្តាទី1មកពីខាងប្រុស 50% កត្តាទី2មកពីខាងស្រី 50% កត្តាមកពីខាងស្រីមកពីបញ្ហាអីមកបញ្ហាទី1បញ្ហារដូវរបស់គាត់មិនទៀងទាត់អាហ្នឹងក៏អាចមានបញ្ហាអត់មានកូនដែរទី2បញ្ហាមេជីវិតរបស់គាត់មេជីវិតញីហ្នឹងគឺវាខ្ជាក់មកគឺវាមានមេជីវិតថាចលនារាងកាយវាមិនប្រក្រតីបាទទី3គឺបញ្ហាស្បូនរបស់គាត់អាចមានគីសនៃស្បូនឬក៏គាត់ក្នុងដុំសាច់នៃស្បូនបាទមួយទៀតគឺកត្តាមកពីអាយុរបស់គាត់ហ្នឹងចាស់បាទអ្នកខ្លះអាចវ័យគាត់កាន់តែច្រើនក៏គាត់មានការលំបាកនិងមានតិចពោះដែរបាទអញ្ចឹងនេះគឺកត្តាមកខាងស្រីចំពោះកត្តាមកខាងប្រុសកត្តាមកខាងប្រុសទី1គឺអាចបរំអត់មានមេជីវិតបាទអញ្ចឹងកាលណាគាត់មានមេជីវិតឈ្មោះហើយគាត់មិនអាចបន្តកំណើតបានទេបន្តហៅថាកំណើតជាមួយនឹងដៃគូគាត់បានទេទី2គឺមេជីវិតរបស់គាត់ខ្សោយចលនាមេជីវិតឬក៏មេជីវិតរបស់គាត់ហ្នឹងគឺលូតលាស់មិនប្រក្រតីគ្នាទី3គឺបញ្ហាស្ទះបំពង់មេជីវិតឈ្មោលការគាត់អាចដុសសាច់នៅបំពង់មេជីវិតឈ្មោលទៅអញ្ចឹងធ្វើឲ្យមេជីវិតឈ្មោលគាត់មិនអាចទៅជួបជាមួយមេជីវិតញីបាទនេះខ្ញុំសង្ខេបអំពីកត្តា 50% នៃអ្នករវាងប្រុសហើយនិងភាគីខាងស្រីកត្តាផ្សេងៗទៀតគឺមកពីកត្តាហៅថាគេសុខភាពបាទសុខភាពយើងមិនល្អអាសាឈឺស្កាត់ឬយើងមានជំងឺអីផ្សេងៗដែលពាក់ព័ន្ធទៅនឹងការបង្កកំណើតអីផ្សេងៗហ្នឹងបាទវាអាចធ្វើឲ្យមេជីវិតយើងមានបញ្ហាហើយមួយទៀតពាក់ព័ន្ធទៅនឹងសុខភាពផ្នែកផ្លូវចិត្តឧទាហរណ៍ថាយើងមានបញ្ហា stress យើងគេងលក់យើងគិតច្រើនបាទអ្នកខ្លះធាត់ជ្រុលបាទមួយទៀតគឺបណ្ដាលមកពីគាត់ពិសាគ្រឿងស្រវឹងច្រើនហើយគាត់ប្រើប្រាស់សារធាតុថ្នាំជក់អញ្ចឹងខ្ញុំសរុបឡើងវិញកត្តាទាំងអស់ខាងលើនេះគឺបណ្ដាលធ្វើឲ្យយើងពិបាកក្នុងការមានផ្ទៃពោះអញ្ចឹងដំណោះស្រាយបងប្អូនគួរធ្វើនេះដំណោះស្រាយបងប្អូនសម័យនេះគឺសម័យបច្ចេកទេស
ហើយខ្ញុំជឿជាក់ថានៅក្នុងស្រុកខ្មែរយើងគឺមានមន្ទីរពេទ្យដែលមានជំនាញជួយបងប្អូនគ្រួសារដែលមិនមានផ្ទៃពោះមិនមានកូននេះច្រើនមកហើយសម្រាប់អ្នកដែលមិនមានផ្ទៃពោះពិបាកមានផ្ទៃពោះគឺខាងមន្ទីរពេទ្យជួយបានច្រើនហ្នឹងតាមអ្វីដែលខ្ញុំបានដឹងហើយបងប្អូនដំណោះស្រាយដំបូងគឺបងប្អូនគួរតែទៅពិនិត្យប្រឹក្សាជាមួយពេទ្យជំនាញពិភាក្សាឬក៏ពិនិត្យទាំងប្រុសទាំងស្រីដើម្បីឲ្យប្រកបជាតើមកពីខាងប្រុសឬក៏មកពីខាងស្រីពាក់ព័ន្ធនឹងការមិនមានកូននឹងបើសិនបើយើងដឹងពីមូលហេតុមកពីខាងណាមួយហើយគឺយើងត្រូវតែជ្រើសរើសជំរើសមួយណាហើយទៅតាមលទ្ធភាពជីវភាពដែលយើងអាចជ្រើសរើសយកបាននឹងជំរើសទី1គឺយើងត្រូវតែទៅជួបជាមួយពេទ្យជំនាញជំរើសទី2ប្រសិនបើយើងជួបជាមួយពេទ្យជំនាញហើយនៅតែមិនមានកូនយើងអាចសុំកូនគេមកចិញ្ចឹមបាទដើម្បីបន្តគូពងវងតកូលរបស់យើងនេះជំរើសទី2ជំរើសទី3បើសិនជាថាឥឡូវយើងអាចមានលទ្ធភាពមានកូនដោយផ្ទាល់ខ្លួនហើយយើងក៏មិនចង់សុំគេកូនគេមកចិញ្ចឹមយើងអាចរស់នៅតែពីរនាក់តាយាយចឹងទៅអាហ្នឹងជាជំរើសរបស់យើងអាចជ្រើសរើសបានប៉ុន្តែសូមបងប្អូនកុំទៅប្រព្រឹត្តទង្វើផាត់ក្បត់ឬក៏ស្មន់ជាមួយអ្នកណាមួយបាទតែវាធ្វើឲ្យទីមួយវាប្រឆាំងទៅនឹងច្បាប់ទៅនឹងហៅថាសិលធម៌សង្គមបាទប៉ុន្តែបើសិនជាបងប្អូនសម្រាប់ចិត្តបែបហ្នឹងក៏សម្រាប់ចិត្តទៅប៉ុន្តែសំខាន់គឺការដោះស្រាយជំរើសនៅក្នុងការដោះស្រាយក្នុងសាច់រឿងអញ្ចឹងគឺគាត់ដោះស្រាយបែបសន្តិវិធីគាត់ព្រមទទួលយកប៉ុន្តែសម្រាប់បងប្អូនដែលស្ដាប់វីដេអូរបស់ខ្ញុំជឿជាក់ថាបងប្អូនប្រុសស្រីខ្លះអាចនឹងជួបរឿងដូចក្នុងវីដេអូនេះចឹងខ្ញុំជឿថាបងប្អូនអាចនឹងជួបបាយដោះស្រាយទៅតាមកលៈទេសៈឬក៏ទៅតាមស្ថានភាពដែលបងប្អូនអាចដោះស្រាយបានបាទចឹងជាចុងក្រោយសូមអរគុណចំពោះបងប្អូនដែលបានតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំហើយសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំមួយដើម្បីទទួលបាននូវវីដេអូថ្មីៗសូមអរគុណ